ចាចង់និយាយពាក់ព័ន្ធនឹងរឿងជំនឿបន្តិចចាបងប្អូនក្នុងនាមយើងជាជនជាតិខ្មែរយើងកាន់សាសនាពុទ្ធអញ្ចឹងយើងជាពុទ្ធសាសនិកអញ្ចឹងពុទ្ធសាសនិកយើងគួរតែដឹងពីគោលការណ៍របស់ពុទ្ធចាច្បាប់ធម៌វិន័យរបស់ពុទ្ធគឺខ្លួនទីពឹងខ្លួនចាខ្លួនត្រូវជឿជាក់លើខ្លួនឯងជឿអ្វីក៏ដោយត្រូវជឿដោយសតិបញ្ញាស្មារតីចាព្រោះមានតែខ្លួនឯងទេដែលត្រូវជឿជាក់លើខ្លួនឯងចាអត់មានវត្ថុខាងក្រៅឬអីដែលមានអត្តពលជាងខ្លួនយើងទេចាខ្ញុំអ្នករស់ស៊ីខ្ញុំមិនអត់ទេបងប្អូនគ្រូទាយចិនសាយចិនអីមានហើយបងប្អូនប៉ុន្តែគឺតើតែខ្ញុំមានកម្មវិធីអីត្រូវធ្វើអីចឹងទៅបានយើងតាក់ទងគ្រូទាយចិនសាយអីចឹងទៅដើម្បីរៀបចំទៅតាមកម្មវិធីជាក់ស្ដែងហើយដែលត្រូវមួយកម្មវិធីចាមិនមែនគ្រូគាត់កំងឲ្យយើងទិញនេះទិញនោះរបស់ថ្លៃអីអូចាកប់ពពកអីគឺអត់មានទេគឺរៀបរំដាប់រំដោយទៅតាមកម្មវិធីចាដូច្នេះហើយគ្រូចិនសែឬគ្រូទាយរបស់ខ្ញុំប្រចាំហ្នឹងគឺគាត់អត់មានឲ្យថាតម្រូវថាទិញរបស់សម្រាប់រៀបកម្មវិធីរបស់ខ្ញុំមួយហ្នឹងត្រូវតែទិញអីវ៉ាន់ហ្នឹងពីគាត់ទេយើងចង់ទិញណាទិញណីក៏បានដែរគាត់ដឹងតែជួយរៀបចំកម្មវិធីយើងតែប៉ុណ្្នឹងហើយក្នុងតម្លៃមួយសមរម្យអីអញ្ចឹងមកចាអត់មានប្រកបបជាត្រូវទៅទិញអីវ៉ាន់របស់របរនេះរបស់មង្គលរបស់សេរីអីពីគាត់តម្លៃកោថ្លៃកប់ពពកអីគឺអត់មានទេអញ្ចឹងបងប្អូនត្រូវពិចារណាឡើយនឹងហើយអាករណីបែបនេះហើយករណីបែបហ្នឹងវាមានហើយបងប្អូនដែលថាមានគ្រូប្រកបវិជ្ជាឲ្យទិញរបស់សេរីរបស់មង្គលអីណាណីចានៅស្រុកថៃចាមានយាយមួយនៅស្រុកថៃហ្នឹងគឺគាត់និយាយទៅគឺគាត់ចាញ់បោកគ្រូនឹងអស់ឡើងចូលលានដុល្លារហ្មងចាថាទិញអាហ្នឹងទៅបានមានអីហុងស៊ុយរាសីអីដាក់នៅផ្ទះហើយដល់ជាក់ស្ដែងគ្រូនឹងគ្រូបោកសោះចាអញ្ចឹងបងប្អូនត្រូវជឿអីជឿដោយសតិបញ្ញាជឿជាក់លើខ្លួនឯងខ្លួនទីពឹងខ្លួនចាហើយធ្វើអីកុំឲ្យលើសបងប្អូនព្រោះធម៌ពុទ្ធគេហៅថាត្រូវនៅកណ្ដាលចាអត់លើសអត់ខ្វះទៅយើងមានសេចក្តីសុខចាអរគុណ